វិនិយោគដោយប្រើរបៀប DCA in និង DCA out មុននឹងយល់ពីរបៀប DCA យើងត្រូវដឹងថាពាក្យ DCA មានអត្ថន័យដូចម្តេចជាមុនសិនជាទូទៅរាល់ការវិនិយោគមិនថាលើទ្រព្យសម្បត្តិណាក៏ដោយដែលយើងអាចទិញទ្រព្យទាំងនោះនៅក្នុងតម្លៃសមរម្យណាមួយដែលយើងចង់បានគឺមិនមែនជារឿងងាយស្រួលនោះទេអញ្ចឹងដើម្បីបានតម្លៃសមរម្យណាមួយគឺយើងប្រើប្រាស់យុទ្ធសាស្ត្របែប DCA ដែលពាក្យនេះមកពីពាក្យពេញថា Dollar Cost Average ឬសំដៅដល់យុទ្ធសាស្ត្រនៃការវិនិយោគលើទ្រព្យណាមួយដូចជារូបិយប័ណ្ណគ្រីបតូមាសឬទ្រព្យផ្សេងៗទៀតដែលនៅចន្លោះតម្លៃណាមួយផ្សេងៗគ្នាដើម្បីទទួលបានតម្លៃមធ្យមណាមួយក្នុងការវិនិយោគរបស់យើងនិងមិនខ្វល់ពីតម្លៃឡើងឬចុះនៃទ្រព្យទាំងនោះវិធីទាំងនេះគឺជួយកាត់បន្ថយផលប៉ះពាល់នៃភាពប្រែប្រួលនៃទីផ្សារនិងអនុញ្ញាតឲ្យអ្នកវិនិយោគដោយមិនចាំបាច់ព្យាយាមស្មានពេលវេលានៃទីផ្សារ 1. ការទិញអាស័តតាមបែប DCA យុទ្ធសាស្ត្រ DCA មានពីរបែបគឺ DCA in និង DCA out DCA in គឺសំដៅទៅលើការប្រើប្រាស់វិធីសាស្ត្រក្នុងការទិញទ្រព្យសម្បត្តិជាប្រចាំឧទាហរណ៍បងប្អូនអាចវិនិយោគ$100ជារៀងរាល់សប្តាហ៍ទៅក្នុង Bitcoin ដោយមិនគិតពីតម្លៃបច្ចុប្បន្នរបស់វានៅពេលដែលតម្លៃធ្លាក់ចុះបងប្អូននឹងទិញបានច្រើនជាងមុនហើយនៅពេលដែលតម្លៃកើនឡើងបងប្អូននឹងទិញបានតិចជាងមុនវិធីសាស្ត្រនេះគឺជួយឲ្យបងប្អូនកាត់បន្ថយហានិភ័យនៃការទិញនៅពេលដែលតម្លៃវាឡើងខ្ពស់ចំណែក DCA out គឺជាការលក់បន្តិចម្ដងនេះគឺជាវិធីសាស្ត្រផ្ទុយគ្នាដែលបងប្អូនលក់ទ្រព្យសម្បត្តិរបស់បងប្អូនជាប្រចាំជាមួយនឹងចំនួនទឹកប្រាក់ថេរឧទាហរណ៍បងប្អូនអាចលក់ Bitcoin ដែលមានតម្លៃ$100ជារៀងរាល់សប្តាហ៍ដោយមិនគិតពីតម្លៃបច្ចុប្បន្នវិធីសាស្ត្រនេះគឺជួយបងប្អូនទទួលបានប្រាក់ចំណេញបន្តិចម្ដងហើយវាក៏ជួយកាត់បន្ថយការប៉ះពាល់ទៅលើទីផ្សារដែលមានភាពប្រែប្រួលដោយមិនចាំបាច់លក់ទ្រព្យរបស់បងប្អូនទាំងអស់ក្នុងពេលតែមួយឧទាហរណ៍ DCA out បន្ទាប់ពីរយៈពេលជាក់លាក់ណាមួយនៅពេលដែលបងប្អូនសម្រេចចិត្តដកខ្លួនចេញពីទីផ្សារបងប្អូនអាចចាប់ផ្ដើម DCA out បានឧទាហរណ៍បងប្អូនលក់ Bitcoin មានតម្លៃ$100ជារៀងរាល់សប្តាហ៍អញ្ចឹងបើសិនជាតម្លៃ Bitcoin កើនឡើងបងប្អូនអាចលក់បានតិចជាងមុនប៉ុន្តែនៅតែទទួលបានប្រាក់ចំណេញប្រសិនបើតម្លៃធ្លាក់ចុះវាក៏កាត់បន្ថយការប៉ះពាល់ទៅលើទីផ្សារដែលមានការប្រែប្រួលដោយមិនចាំបាច់លក់ទ្រព្យសម្បត្តិរបស់បងប្អូនទាំងអស់ក្នុងពេលតែមួយផងដែរសរុបសេចក្តីមកយុទ្ធសាស្ត្រ DCA ដែលមាន DCA in និង DCA out គឺជាវិធីសាស្ត្រវិនិយោគដែលមានវិន័យនិងហានិភ័យទាបវាក៏អនុញ្ញាតឲ្យបងប្អូនមានទីតាំងមួយល្អក្នុងការវិនិយោគបន្តិចម្ដងនិងគ្រប់គ្រងការដកប្រាក់ឬប្រាក់ចំណេញតាមរយៈការលក់ជាប្រចាំនិងកាត់បន្ថយផលប៉ះពាល់នៃភាពប្រែប្រួលរបស់ទីផ្សារហើយក៏បានផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគដោយមិនចាំបាច់តាមដានទីផ្សារជាប្រចាំផងដែរ